ប្រុសគូមានប្រពន្ធល្អ3ដូច្នេះមួយជីវិតកូនស្រីក៏ក្បីមានប្តី5ដែរកាលពីអត្ថបទមុនគេបានសរសេរលើកឡើងថាមនុស្សប្រុសគូមានប្រពន្ធ3ទើបល្អក្នុងអត្ថបទនោះផងដែរប្រពន្ធ3ដែលអ្នកសរសេរផ្ដោតនោះគឺចង់សំដៅដល់ប្រពន្ធទី1ចំណេះដឹងប្រពន្ធទី2ការងារចំណែកប្រពន្ធទី3គឺឧត្តមភរិយាដែលបុរសគូតែមានបើមានទាំង3នេះមានន័យថាជីវិតអ្នកពិតជាមានន័យនិងមានសំណាងបំផុតក្រឡេកមកមើលមនុស្សស្រីយើងវិញក៏មិនខុសពីមនុស្សប្រុសប៉ុន្មានដែរក្នុងនាមជាកូនស្រីអ្នកក៏បីមានប្តី5ទើបជីវិតអ្នកមិនមានអ្នកណាមកបំបាក់ឬមាក់ងាយបានឡើយប្តី5ដែលយើងរៀបរៀងនេះមិនមែនសំដៅដល់ប្តីដែលជាភេទប្រុសនោះឡើយតែប្តី5គឺមានដូចតទៅប្តីទី1កម្លាំងចិត្តគេថាកូនស្រីជាភេទទន់ជ្រាយតែវាមិនដូច្នោះទេទោះបីយើងជាស្រីយើងក៏គួរតែមានកម្លាំងចិត្តមាំមួនរឹងប៉ឹងមិនអាចទន់ជ្រាយមិនអាចងាយចុះចាញ់បានទេមិនដូច្នោះគេទៅនឹងមើងងាយធ្វើបាបយើងមិនខានឡើយហើយជួបរឿងតិចតួចយើងប្រកាសជាបាក់ស្មាតមិនមានចំហច្បាស់ទេប្តីទី2កម្លាំងកាយបើយើងមានកម្លាំងចិត្តយើងក៏ត្រូវតែមានកម្លាំងកាយស្វាហាប់និងថឹងនឹងនោអាចបំពេញកិច្ចការបានគ្រប់យ៉ាងអាចក្រោកឈរបានគ្រប់ស្ថានភាពមិនថាកាលៈទេសៈបែបណាឬការងារធ្ងន់បែបណាក៏យើងអាចធ្វើបានដែរមិនបាច់ចាំតែមនុស្សប្រុសនោះទេប្តីទី3ចំណេះដឹងភាពឆ្លាតវៃជាមនុស្សស្រីត្បិតថាកម្លាំងយើងមិនអាចមានដូចមនុស្សប្រុសទេតែកម្លាំងគំនិតយើងច្បាស់ជាមិនអន់ឡើយឲ្យតែយើងឆ្លាតយើងពូកែយើងឈ្លាសវៃមិនថាការងារអ្វីបញ្ហាបែបណាក៏យើងមុខតែអាចប្រឈមមុខដោះស្រាយបានជាក់ជាមិនខានជាមនុស្សស្រីត្រូវតែឆ្លាតពូកែទើបអាចគេចផុតពីការប៉ុនប៉ងនិងគំនិតមិនល្អរបស់មនុស្សសម័យនេះបានជាពិសេសគឺភាពពុតត្បុតល្បិចបោកប្រាស់របស់មនុស្សប្រុសប្តីទី4ការងារល្អមុខរបរច្បាស់លាស់កុំស្ដាប់កុំជឿកុំធ្វើតាមពាក្យចាស់កាលពីមុនដែលនិយាយថាខ្លួនជាស្រីចាំបាច់អីធ្វើការរកស៊ីស្អីធ្វើតែការងារផ្ទះអត់តែចង្ក្រានឲ្យជុំទៅបានហើយពាក្យនេះស្ដាប់ហើយបើធ្វើតាមនោះយើងនឹងគ្មានតម្លៃសូម្បីតែបន្តិចត្រូវចាំថាសម័យនេះហើយកុំរស់ពឹងប្តីកុំចាំលាដៃសុំលុយគេចាយមានដៃមានជើងមានគំនិតគួរតែចេះគិតចេះរកលុយដោយខ្លួនឯងចាយលុយខ្លួនឯងវាថ្លៃថ្នូរនិងមានក្តីសុខជាងការដែលចាំតែសុំលុយប្តីទោះប្តីខ្លះគឺមិនថាអីតែយើងខ្លួនឯងគួរតែចេះគិតមួយទៀតមនុស្សស្រីមានមុខរបរមានការងារច្បាស់លាស់ទើបមានតម្លៃទើបគេឯងញាប់ស្ញែងប្តីទី5អត្តចរិតល្អការនិយាយស្ដីអត្តចរិតការនិយាយស្ដីជាការប្រាស្រ័យទាក់ទងដ៏មានតម្លៃជាមួយមនុស្សជុំវិញខ្លួនដោយពាក្យគេថារូបអាក្រក់សំខាន់ឲ្យតែចរិតល្អទោះក៏យ៉ាងណាសំខាន់ឲ្យតែមារយាទបានកុំស្អាតតែមុខមាត់កុំមានតែទ្រព្យធនតែចរិតអន់មារយាទមិនកើតសន្តានមិនថ្លៃមនុស្សស្រីចាំបាច់បំផុតគឺចំណុចនេះហើយមនុស្សស្រីឲ្យតែមានប្តីទាំង5នេះធានាថាគ្មានអ្នកណាហ៊ានមើលងាយវាធ្វើបាបបន្ទាបបន្ថោកអ្នកឡើយទោះអ្នកមិនមានប្តីជាភេទប្រុសក៏ដោយក៏អ្នកនៅអាចមានមុខមាត់មានទ្រព្យសម្បត្តិអាចចិញ្ចឹមម្ដាយឪពុកចិញ្ចឹមខ្លួនឯងបានដែរមួយវិញទៀតប្តីដែលជាភេទប្រុសបើអ្នករើសត្រូវជីវិតអ្នករឹតតែមានន័យមានក្តីសុខតែបើអ្នករើសខុសដូចយកទុកដាក់ខ្លួននាំខ្លួនឲ្យវេទនាជាពិសេសមិនស្រួលអ្វីដែលអ្នកមានគេអាចនឹងបំផ្លាញគ្មានសល់ទៀតផងជីវិតមនុស្សស្រីរឹងមាំហត់នឿយខ្លាំងណាស់តែបើយើងទន់ជ្រាយច្បាស់ជាត្រូវគេមើលងាយនិងធ្វើបាបមនុស្សស្រីដែលរឹងមាំទាំងឡាយច្បាស់ជាដឹងហើយថាការដែលធ្វើជាមនុស្សស្រីម្នាក់ដែលរឹងមាំវាលំបាកហត់នឿយនិងឯកាខ្លាំងប៉ុណ្ណាប៉ុន្តែការដែលយើងធ្វើជាមនុស្សរឹងមាំយើងនឹងបានរស់នៅក្នុងពិភពរបស់យើងខ្លួនឯងមិនចាំបាច់ឲ្យអ្នកផ្សេងមកបញ្ជាឬធ្វើបាបយើងបានតាមតែចិត្តគេនោះឡើយមែនតែនទៅវាជាជំរើសរបស់យើងខ្លួនឯងថាតើយើងចង់ធ្វើជាមនុស្សស្រីរឹងមាំឬក៏ទន់ជ្រាយបើយើងខ្លាចហត់នឿយលំបាកឬឯកាយើងមានតែជ្រើសយកភាពទន់ជ្រាយហើយឲ្យអ្នកដទៃមួយចំនួនមើលងាយនិងធ្វើបាបបញ្ជាតាមចិត្តគេប៉ុណ្ណោះប៉ុន្តែបើយើងជ្រើសយកភាពរឹងមាំទោះបីត្រូវឯកាខ្លាំងលំបាកហត់នឿយគ្រប់សពបែបយ៉ាងតែយើងនឹងអាចបានរស់នៅជាមួយនឹងអ្វីដែលយើងចង់យើងអាចរកឃើញភាពជាខ្លួនឯងពិតប្រាកដនៅពេលដែលយើងធ្វើជាមនុស្សរឹងមាំម្នាក់បានយើងមិនមែនអាចជួយបានត្រឹមតែខ្លួនឯងទេផ្ទុយទៅវិញយើងក៏អាចក្លាយជាអ្នកដឹកនាំគេក្លាយជាមនុស្សដែលអាចជួយអ្នកជុំវិញខ្លួនបានច្រើនថែមទៀតផងសុខចិត្តឲ្យខ្លួនឯងមានតម្លៃអាចជួយអ្នកដទៃបានវាក៏ល្អជាងធ្វើខ្លួនទន់ជ្រាយចាំតែរំខានគេចាំតែគេជួយពីមុខពីក្រោយគ្មានអ្វីដែលបានប្រសើរនោះឡើយមនុស្សរឹងមាំពិតប្រាកដហត់ចិត្តហត់គំនិតព្រោះត្រូវគិតគូរគ្រប់យ៉ាងដោយខ្លួនឯងត្រូវរស់នៅក្នុងភាពឯកាព្រោះវាជាការសម្រេចចិត្តរបស់យើងដោយមិនចង់ពឹងផ្អែកឬសុំឲ្យអ្នកណាមកជួយសម្រេចចិត្តធ្វើជាមនុស្សរឹងមាំម្នាក់ហើយអ្នកត្រូវតែដាក់ចិត្តនិងហ៊ានប្រឈមមុខជាមួយនឹងរឿងគ្រប់យ៉ាងដែលនឹងកើតឡើងប្រុសគូមានប្រពន្ធល្អ3ដូច្នេះមួយជីវិតកូនស្រីក៏ក្បីមានប្តី